បាទសួស្តីបងប្អូនវីដេអូនេះចង់បង្ហាញបងប្អូនអំពីរបៀបក្នុងការចូលទៅបិទបាទ Auto Update កុំឲ្យវា update app កម្មវិធីផ្សេងៗដែលយើង download ចូលទូរស័ព្ទដៃឲ្យយើងហើយណាឧទាហរណ៍ដូចជាកម្មវិធីកាត់ត CapCut ឬកម្មវិធីផ្សេងៗបើយើងអត់បិទកន្លែង Auto Update ហ្នឹងទេវា update auto បន្តិចបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងទៅអនុវត្តជាមួយគ្នាដូចតទៅជំហានដំបូងយើងចូលទៅក្នុងបាទទូរស័ព្ទដៃ smartphone យើងបាទទូរស័ព្ទដៃខ្ញុំជាប្រភេទ Android smartphone បងប្អូនអាចជា iOS ទៅបាទអញ្ចឹងយើងចូលទៅក្នុង Play Store បាទសម្រាប់ Android បើសិនជា iOS ទៅជា App Store អញ្ចឹងខ្ញុំចូលទៅ Play Store នេះតទៅទៀតចុចលើ menu profile យើងលើស្ដាំដៃនេះបាទជា account Gmail យើងដែលយើងប្រើ Play Store តមកចុចសញ្ញាកងចាក់បាទ setting នៅក្រោមនេះតទៀតចុចលើ menu network preference តទៀតយើងចុចលើ menu ពាក្យថា Auto Update App បាទតមកយើងនឹងឃើញជម្រើសបាទមាន4អញ្ចឹងយើងយកជម្រើសក្រោមគេមក Don't Auto Update App បាទគឺយើងមិនអនុញ្ញាតឲ្យ Auto Update ទេបើយើងចង់ update យើង update ដោយខ្លួនឯងបាទយើងជ្រើសរើស select យកអាហ្នឹងមកហើយចុច back ថយក្រោយវិញទៅបាទជាការស្រេចដូច្នេះទូរស័ព្ទយើងពេលបើកអ៊ីនធឺណិតឬក៏មាន Wi-Fi ក៏ដោយក៏វាអត់ Auto Update ដែរអរគុណច្រើនសង្ឃឹមថាបងប្អូនអាចអនុវត្តហើយធ្វើបានជម្រាបលាជួបគ្នានៅវីដេអូថ្មីលើក្រោយទៀត